សួស្តីមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះខ្ញុំមិនដឹងទេថាអ្វីកំពុងនាំអ្នកមកទីនេះប្រហែលជាអ្នកទើបតែឆ្លងកាត់ថ្ងៃមួយដែលមិនបានដូចអ្វីដែលអ្នករំពឹងទុកឬប្រហែលជាមានសំណួរមួយដែលអ្នកបានសួរខ្លួនឯងម្ដងហើយម្ដងទៀតថាហេតុអ្វីរឿងនេះត្រូវកើតឡើងហេតុអ្វីមនុស្សម្នាក់នោះត្រូវដើរចេញពីជីវិតខ្ញុំហេតុអ្វីខ្ញុំខំប្រឹងយ៉ាងនេះហើយតែលទ្ធផលនៅតែមិនដូចដែលខ្ញុំសង្ឃឹមពេលខ្លះសំណួរទាំងនោះមិនបានបាត់ទៅណាទេវាគ្រាន់តែនៅស្ងៀមក្នុងជ្រុងមួយនៃចិត្តហើយនៅពេលយប់ឬពេលអ្នកនៅម្នាក់ឯងវាក៏ត្រឡប់មកវិញដូចជាមិត្តចាស់ដែលមិនបានប្រាប់ថាគេនឹងមកជួបអ្នកនៅពេលណានោះឡើយប្រហែលជាអ្នកមិនកំពុងស្វែងរកចម្លើយទៀតទេអ្នកគ្រាន់តែហត់នឹងការសួរសំណួរដដែលបើថ្ងៃនេះអ្នកមានអារម្មណ៍បែបនោះខ្ញុំមិនចង់ប្រញាប់ឆ្លើយសំណួរទាំងនោះជំនួសអ្នកទេខ្ញុំគ្រាន់តែចង់អញ្ជើញអ្នកអង្គុយទីនេះមួយសន្ទុះដាក់សំណួរទាំងអស់ចុះសិនមិនមែនព្រោះអ្នកលែងចង់ដឹងចម្លើយទេប៉ុន្តែពេលខ្លះចិត្តត្រូវការភាពស្ងប់មុននឹងវាអាចមើលឃើញអ្វីដែលវាមិនធ្លាប់មើលឃើញឥឡូវនេះមិនបាច់ព្យាយាមយល់អ្វីទាំងអស់គ្រាន់តែនៅជាមួយខ្លួនឯងមួយសន្ទុះបើអ្នកអាចសូមបិទភ្នែកថ្នមហើយដកដង្ហើមមួយយឺតមិនមែនដើម្បីបំបត្តិបញ្ហាតែដើម្បីឲ្យចិត្តរបស់អ្នកដឹងថាវាមានកន្លែងមួយសម្រាប់សម្រាកសូមដកដង្ហើមចូលយឺតហើយដកដង្ហើមចេញថ្នមអ្នកមិនចាំបាច់ផ្លាស់ប្ដូរអ្វីក្នុងពេលនេះទេគ្រាន់តែសង្កេតខ្យល់ដែលកំពុងចូលហើយកំពុងចេញបើនៅពេលនេះសំណួរចាស់នៅតែលេចឡើងក្នុងចិត្តកុំប្រញាប់រុញវាចេញក៏មិនចាំបាច់ចាប់វាទុកគ្រាន់តែទទួលស្គាល់ថាខ្ញុំឃើញអ្នកហើយទុកឲ្យវាឆ្លងកាត់ដូចពពកមួយដែលរសាត់លើមេឃពេលខ្លះយើងហត់មិនមែនព្រោះជីវិតពិបាកពេកទេតែព្រោះយើងព្យាយាមគិតដដែលអំពីរឿងដែលមិនទាន់មានចម្លើយថ្ងៃនេះអ្នកមិនចាំបាច់ស្វែងរកចម្លើយនោះទេអ្នកគ្រាន់តែអនុញ្ញាតឲ្យចិត្តអាចដកដង្ហើមជាមុនសិនអ្នកដឹងទេពេលខ្លះយើងចំណាយពេលជាច្រើនព្យាយាមសួរថាហេតុអ្វីរហូតភ្លេចសួរខ្លួនឯងថាឥឡូវនេះចិត្តរបស់ខ្ញុំកំពុងត្រូវការអ្វីប្រហែលជាវាមិនត្រូវការចម្លើយប្រហែលជាវាគ្រាន់តែត្រូវការពេលវេលាដូចជាទឹកដែលកំពុងល្អក់បើយើងបន្តកូរវានឹងមិនថ្លាឡើយប៉ុន្តែបើយើងទុកឲ្យវានៅឲ្យស្ងៀមបន្តិចម្ដងអ្វីដែលធ្លាប់មើលមិនឃើញនឹងចាប់ផ្ដើមលេចឡើងមានការរំលឹកមួយដែលសាមញ្ញណាស់ចិត្តដែលស្ងប់អាចមើលឃើញតាមដែលវាជាប្រហែលជាថ្ងៃនេះអ្នកមិនទាន់ឃើញហេតុផល
នៃរឿងដែលបានកើតឡើងហើយវាក៏មិនអីដែរព្រោះអ្នកមិនចាំបាច់យល់គ្រប់យ៉ាងនៅថ្ងៃនេះឡើយអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះគឺថែរក្សាចិត្តរបស់អ្នកឲ្យនៅទន់ភ្លន់ជាមុនសិនហើយប្រហែលជានៅថ្ងៃណាមួយពេលអ្នកមើលត្រឡប់ក្រោយអ្នកនឹងឃើញអ្វីមួយដែលថ្ងៃនេះអ្នកមិនទាន់អាចមើលឃើញប្រហែលជាមានរឿងខ្លះដែលអ្នកមិនអាចបំភ្លេចបានមិនមែនព្រោះវាធំពេកទេតែព្រោះនៅក្នុងចិត្តអ្នកនៅតែនិយាយជាមួយវារាល់ថ្ងៃថាវាមិនគួរកើតឡើងឡើយបើថ្ងៃនោះខ្ញុំធ្វើបែបផ្សេងប្រហែលជាជីវិតខ្ញុំនឹងមិនដូចថ្ងៃនេះទេបើគេមិននិយាយពាក្យនោះបើខ្ញុំមិនសម្រេចចិត្តបែបនោះពេលខ្លះអ្វីដែលធ្វើឲ្យចិត្តហត់នឿយមិនមែនជាអតីតកាលតែជាការដែលយើងនៅតែព្យាយាមផ្លាស់ប្ដូរអតីតកាលនៅក្នុងការគិតហើយរាល់ពេលយើងនិយាយថាវាមិនគួរកើតឡើងចិត្តរបស់យើងត្រូវត្រឡប់ទៅកន្លែងដដែលម្ដងទៀតមិនមែនព្រោះជីវិតកំពុងចងយើងទុកទេតែព្រោះយើងនៅតែចងខ្លួនឯងជាមួយអ្វីដែលបានកន្លងផុតទៅបើអ្នកកំពុងធ្វើបែបនោះសូមកុំស្ដីបន្ទោសខ្លួនឯងព្រោះនេះជារឿងដែលចិត្តមនុស្សជាច្រើនធ្លាប់ឆ្លងកាត់ហើយប្រហែលជាថ្ងៃនេះការមើលឃើញវាគឺជាជំហានដំបូងនៃការដោះលែងមិនមែនដោះលែងអតីតកាលតែដោះលែងការតស៊ូជាមួយអតីតកាលបើថ្ងៃនេះអ្នកនៅតែមិនទាន់មានចម្លើយវាមិនមានន័យថាអ្នកកំពុងដើរផ្លូវខុសទេហើយបើថ្ងៃនេះអ្នកនៅតែមិនទាន់យល់ពីមូលហេតុនៃរឿងដែលបានកើតឡើងវាក៏មិនមានន័យថាអ្នកនឹងមិនយល់ជារៀងរហូតដែរមានរឿងខ្លះដែលជីវិតមិនអាចពន្យល់នៅពេលវាកំពុងកើតឡើងមានតែពេលយើងដើរឆ្ងាយចេញមកបន្តិចទើបយើងអាចមើលឃើញរូបភាពទាំងមូលប្រហែលជាថ្ងៃនេះអ្វីដែលអ្នកត្រូវការជាងគេមិនមែនចម្លើយតែជាការអនុញ្ញាតឲ្យខ្លួនឯងឈប់សួរសំណួរដដែលមួយសន្ទុះសូមដកដង្ហើមចូលយឺតហើយនៅពេលដកដង្ហើមចេញស្រមៃថាអ្នកកំពុងទម្លាក់បន្ទុកមួយដែលអ្នកកាន់យូរមកហើយអ្នកមិនចាំបាច់បោះវាចោលអ្នកក៏មិនចាំបាច់ភ្លេចវាគ្រាន់តែដាក់វាចុះដើម្បីឲ្យដៃរបស់អ្នកបានសម្រាកហើយប្រហែលជានៅពេលដៃលែងកាន់បន្ទុកចិត្តរបស់អ្នកក៏នឹងមានកន្លែងសម្រាប់ទទួលយកអ្វីថ្មីប្រហែលជាគ្រប់យ៉ាងមិនទាន់មានហេតុផលសម្រាប់អ្នកនៅថ្ងៃនេះប៉ុន្តែថ្ងៃនេះអ្នកអាចជ្រើសរើសមិនឲ្យសំណួរទាំងនោះធ្វើឲ្យចិត្តអ្នកហត់នឿយដូចម្សិលមិញទៀតទេប្រហែលជានៅពេលនេះគ្មានអ្វីត្រូវប្រញាប់ទៀតទេសូមនៅជាមួយដង្ហើមរបស់អ្នកមួយសន្ទុះដកដង្ហើមចូលយឺតហើយដកដង្ហើមចេញថ្នមសង្កេតមើលអារម្មណ៍នៅក្នុងចិត្តអ្នកមិនចាំបាច់ដាក់ឈ្មោះវាមិនចាំបាច់បកស្រាយវាគ្រាន់តែអនុញ្ញាតឲ្យវានៅទីនោះ
ប្រហែលជាថ្ងៃនេះគ្មានអ្វីផ្លាស់ប្ដូរភ្លាមទេប៉ុន្តែពេលខ្លះការផ្លាស់ប្ដូរពិតប្រាកដមិនចាប់ផ្ដើមដោយការរកឃើញចម្លើយថ្មីឡើយវាចាប់ផ្ដើមនៅពេលចិត្តរបស់យើងលែងប្រយុទ្ធជាមួយសំណួរចាស់ហើយនៅក្នុងភាពស្ងប់នេះអ្នកអាចប្រាប់ខ្លួនឯងដោយថ្នមថាខ្ញុំមិនចាំបាច់យល់គ្រប់យ៉ាងនៅថ្ងៃនេះទេសូមទុកឲ្យប្រយោគនេះស្នាក់នៅក្នុងចិត្តអ្នកមួយសន្ទុះដោយមិនចាំបាច់ជឿវាភ្លាមឡើយគ្រាន់តែអនុញ្ញាតឲ្យវានៅទីនោះដូចជាគ្រាប់ពូជតូចមួយដែលថ្ងៃណាមួយប្រហែលជាវានឹងដុះឡើងដោយខ្លួនឯងឥឡូវនេះមិនចាំបាច់ធ្វើអ្វីទៀតទេគ្រាន់តែនៅទីនេះដកដង្ហើមចូលយឺតដកដង្ហើមចេញថ្នមបើនៅក្នុងចិត្តនៅមានសំណួរខ្លះអនុញ្ញាតឲ្យវានៅទីនោះដោយមិនចាំបាច់រុញវាចេញហើយក៏មិនចាំបាច់ដេញតាមវាដែរគ្រាន់តែដឹងថាអ្នកកំពុងដកដង្ហើមនៅពេលនេះគឺគ្រប់គ្រាន់ហើយសូមស្នាក់នៅជាមួយភាពស្ងប់នេះមួយសន្ទុះទៀតគ្មានអ្វីត្រូវប្រញាប់គ្មានអ្វីត្រូវបង្ខំមានតែដង្ហើមនិងចិត្តរបស់អ្នកនៅជាមួយគ្នាដោយថ្នមនៅពេលអ្នករួចរាល់សូមដកដង្ហើមចូលមួយដង្ហើមទៀតយឺតហើយដកដង្ហើមចេញដោយថ្នមសង្កេតមើលរាងកាយរបស់អ្នកសង្កេតមើលចិត្តរបស់អ្នកមិនចាំបាច់ស្វែងរកភាពល្អឥតខ្ចោះទេបើថ្ងៃនេះចិត្តរបស់អ្នកស្រាលឡើងបន្តិចនោះក៏គ្រប់គ្រាន់ហើយបើសំណួរខ្លះនៅតែមានអ្នកក៏អាចទុកវាឲ្យធ្វើដំណើរជាមួយពេលវេលាចុះប្រហែលជាថ្ងៃណាមួយនៅពេលដែលអ្នកមើលត្រឡប់ក្រោយអ្នកនឹងញញឹមដោយស្ងប់ស្ងាត់មិនមែនព្រោះអ្នករកឃើញចម្លើយទាំងអស់ទេតែព្រោះអ្នកបានរៀនរស់ដោយសន្តិភាពជាមួយសំណួរទាំងនោះសូមថែរក្សាចិត្តរបស់អ្នកដោយភាពទន់ភ្លន់ហើយជួបគ្នាក្នុងដំណើរសមាធិលើកក្រោយសូមឲ្យអ្នកមានរាត្រីដ៏ស្ងប់ស្ងាត់ឬមានថ្ងៃថ្មីដែលស្រាលជាងម្សិលមិញបន្តិច